ដុតមាន់ជាមួយទឹកស៊ីអ៊ីវឲ្យមានរសជាតិឈ្ងុយឆ្ងាញ់បងប្អូនគ្នានឹងមុខម្ហូបថ្មីទំហំឃើញតែប៉ុតខ្ញុំក៏អត់សូវចេះដែរសើចរកដែរទេអត់សូវចេះធ្វើម្ហូបអីទេហើយខ្ញុំមុនទៅផ្សារក៏ថតសកម្មភាពខ្លះចឹងណាហើយយើងតែទៅផ្សារទិញបន្លែសិនទិញបន្លែទិញស្ពៃក្តោបមួយបងប្អូនគ្នាស្ពៃក្តោបមួយហើយមាន់យើងនឹងទិញមួយចំហៀងហើយខ្ញុំក៏ទិញទឹកស៊ីអ៊ីវខាប់ហើយរ៉ូឌីគឺកើដែលខ្ញុំអត់ទាន់មានគ្រប់ហ្នឹងគឺខ្ញុំទិញយកមកប្រើប្រាស់ដើម្បីដុតមាន់យើងមានរសជាតិឆ្ងាញ់ចឹងណាមុនដំបូងខ្ញុំសម្អាតបន្លែមុនសិនបងប្អូនគ្នាស្ពៃក្តោបហ្នឹងខ្ញុំដកចេញពីថង់ហើយខ្ញុំចិត្តសម្អាតបកវាបើសិនជាបងប្អូនគ្នាអត់បកវាផ្ទះស្ដុកដូចខ្ញុំក៏បានដែរក៏កាត់មួយពូជ4យកបដូរហឹងវាចេញទៅរួចជាការស្រែកបេះដូចខ្ញុំអញ្ចឹងមើលទៅឃើញបន្លែច្រើនហើយវាញ៉ៃហើយនេះគឺជាសាច់ស្ពៃក្តោបខ្ញុំបេះហើយតើបេះហើយខ្ញុំក៏យកស្ពៃក្តោបទៅត្រាំចោលមួយទឹកអំបិលបងប្អូនគ្នាហើយខ្ញុំក៏លាងសម្អាតមាន់យើងហើយនេះគឺជាមាន់ដែលយើងលាងសម្អាតហើយបងប្អូនគ្នាមាន់យើងនឹងបន្ទាប់ពីលាងសម្អាតហើយខ្ញុំក៏ចាក់ចូលចានដែកហើយខ្ញុំក៏ដាក់ទឹកស៊ីអ៊ីវខាប់ទឹកស៊ីអ៊ីវខ្មែរយើងកន្លះវែកហើយចាក់រ៉ូឌីចូលហើយទឹកស៊ីអ៊ីវធម្មតាមកអីក៏បានដែរក្នុងផ្ទះបងប្អូនគ្នាមានម៉ាក់ណាប្រើម៉ាក់ហ្នឹងទៅហើយនឹងខ្ទឹមសដាក់ស្មានតាមសាច់មាន់យើងទៅអានេះខ្ញុំប្រើតាមចំហៀងចឹងខ្ញុំដាក់តាមហ្នឹងដែរហើយខ្ញុំក៏ច្បល់វាបើសិនជាបងប្អូនគ្នាអាចថែមគល់ល្ខៃថែមស្លឹកក្រូចសើចអានេះដោយសារខ្ញុំទៅផ្សារខ្ញុំភ្លេចអញ្ចឹងហើយខ្ញុំបានថាប៉ុណ្ណឹងបងប្អូនគ្នាដោយសារខ្ញុំអត់បានឆែកមើលគ្រឿងច្បាស់លាស់ហើយមកដល់កន្ទប់វិញមិននឹកឃើញដែរមានអីទេមានប៉ុណ្ណឹងក្នុងកន្ទប់រៀបចំប៉ុណ្ណឹងដាក់ស្លោហ្មងទៅហើយបន្តមកទៀតខ្ញុំក៏រៀបស្ពៃក្តោបហ្នឹងដាក់នៅបាតផ្ទះបងប្អូនគ្នាខ្ញុំរៀបស្ពៃក្តោបដាក់បាតផ្ទះហ្នឹងគឺខ្ញុំអត់ប្រើខ្លាញ់ទេណាដោយសារយើងមានទឹកស៊ីអ៊ីវចេញពីទឹកសាច់មាន់អញ្ចឹងហើយយើងដាក់ទៅហើយយើងស្ងោរយើងចំហុយវាហ្នឹងណាយើងដុតវាបងប្អូនគ្នាវាអត់ខ្លោចទេដោយសារទឹកស៊ីអ៊ីវយើងអីហ្នឹងវាច្រើនដែរបងប្អូនគ្នាខ្ញុំក៏ដាក់សាច់មាន់ឡើងទៅហើយខ្ញុំក៏ចាក់ទឹកគ្រឿងវាប្រហែលចូលទាំងអស់ហើយតមកទៀតខ្ញុំក៏យកកំហុកខោវិចិត្របងប្អូនគ្នាតែប៉ុតខ្ញុំកំហុកខោវិចិត្រទេហើយស្ពៃក្តោបហ្នឹងក៏វាច្រើនដែរខ្ញុំដាក់ស្ពៃក្តោបហ្នឹងចូលដុតមួយមាន់ពាក់កណ្ដាលនៅសល់ពាក់កណ្ដាលនៅកញ្ឆេងទៀតដោយសារខ្ទះខ្ញុំវាតូចកំហុកក៏វាតូចក៏វាអត់ចិត្តចឹងណាបងប្អូនគ្នាមើលតាមវីដេអូហ្នឹងបានចឹងហើយខ្ញុំក៏ដាក់ស្ពៃក្តោបខ្លាយស្ពៃក្តោបហ្នឹងឆាប់ឆ្អិននេះវាឆាប់ទន់នេះដែរហើយវាពេលវាឆ្អិនពេលវាទន់ហ្នឹងខ្ញុំក៏ដួសចេញដាក់ចានសិនហើយតមកទៀតខ្ញុំក៏ដាក់ពាក់កណ្ដាលទៀតចូលហើយខ្ញុំក៏ចូលធ្វើទឹកស៊ីអ៊ីវខ្ញុំក៏ច្របាច់ទឹកស៊ីអ៊ីវហើយខ្ញុំក៏ថែមម្ទេសទៅទុកជ្រលក់សាច់មាន់យើងមកសាបអីចឹងណាបងប្អូនគ្នាខ្ញុំក៏ថែមម្ទេសចឹងទៅហើយតមកទៀតចូលមើលសាច់មាន់យើងដុតវិញបន្លែដុតមាន់ហ្នឹងបងប្អូនគ្នាខ្ញុំដុតទាំងវិញដងខ្ញុំដកបន្លែចេញមុនទាំងពីរដងបើដកចេញមុនទេបន្លែហ្នឹងវានឹងអាលួយមុនសាច់មាន់ឆ្អិនព្រោះដោយសារស្ពៃក្តោបវាឆាប់ឆ្អិនណាបងប្អូនគ្នាហើយខ្ញុំក៏ទុកសាច់មាន់សតនៅក្នុងហ្នឹងស្ងោរដុតឲ្យវាឆ្អិនណាបងប្អូនគ្នាដុតឲ្យវាឡើងក្រហមឆ្អិនល្អទៅយកចង្កឹះចុចមើលទៅវាលែងមានឈាមលែងអីហើយក៏ឆ្អិនរួចរាល់ជាការស្រេចចឹងខ្ញុំក៏យកមកហូបចឹងណាបងប្អូនគ្នាហើយនេះគឺជាមាន់ដែលយើងដុតហើយពណ៌ឡើងតំណងតែរសជាតិអូខេទទួលយកបានហើយបើបងប្អូនគ្នាសាបអីទៅយើងអាចដាក់ចូលជ្រក់មួយទឹកស៊ីអ៊ីវយើងបានបើសិនជាបងប្អូនគ្នាបុកទឹកត្រីកោះកុងទៀតអត់ឆ្ងាញ់ប៉ុន្តែដោយសារខ្ញុំអត់មានត្បាល់បុកទឹកត្រីកោះកុងចឹងហើយវាពិបាកតាមនឹងដែរវីដេអូយើងមានតែប៉ុណ្្នឹងទេបាយបាយគ្នាវីដេអូក្រោយថ្មីមួយទៀត